បាទគ្រប់នឹងជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះថ្មីទៀតហើយបងប្អូនអរគ្នាថ្ងៃហ្នឹងមកញ៉ាំផាត់ជៀនអញ្ចឹងណាបងប្អូនហ្នឹងហើយមកបងប្អូនមកហូបផាត់ជៀនជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយពួកនេះកូនញ៉ាំផាត់ជៀនដោយសារកូនគេចង់ញ៉ាំផាត់ហ្នឹងហើយក៏ទិញផាត់1គីឡូមកជៀនហូបតែម្ដងទៅជាមួយប្រពន្ធហ្នឹងហើយឥឡូវយើងចាប់ដើមរៀបចំដាក់ខ្លាញ់ឲ្យវាក្តៅហើយយើងចាក់ប្រហិតយើងចូលបងប្អូនហ្នឹងហើយប្រហិតយើងកាត់រៀងមកមួយកាត់ជា2មួយពូជា2ណាបងប្អូនហ្នឹងហើយមួយពូជា2ដើម្បីវាឆាប់ឆ្អិនឆាប់អីចឹងណាហ្នឹងហើយវាបងប្អូនទឹកម្ទេសទឹកអីយើងទិញគេរួចរាល់ហើយទឹកម្ទេសនឹងទៅសក់ចឹងណាព្រោះយើងហូបប្រហិតដើម្បីអត់មានទឹកម្ទេសអត់កើតទេហ្នឹងហើយចឹងហូបទៅទិញប្រហិតមកទិញទឹកម្ទេសមកដែរហ្នឹងហើយទឹកម្ទេសហ្នឹងទៅសក់តបចឹងណាបងប្អូនដោយសារតែរោខ្វះជាណាបងប្អូនហ្នឹងហើយជាណាឥឡូវយើងចាប់ដើមដាក់ពងប្រហិតហើយបងប្អូនចាំមើលទស្សនាជាមួយខ្ញុំទាំងអស់គ្នាហ្នឹងហើយចាំហូបជាមួយខ្ញុំទាំងអស់គ្នាចឹងណាបងប្អូនហ្នឹងហើយឥឡូវយើងបានរៀបចំឲ្យបងប្អូនជៀនឆ្អិនហើយហ្នឹងហើយនេះឆ្លឹកជីមបងប្អូនជីមបងឈ្ងុយចឹងណាហ្នឹងហើយឥឡូវចាប់ដើមមើលហូបហើយបងប្អូនមកចូលរួមជាមួយខ្ញុំទាំងអស់គ្នាបងប្អូនហ្នឹងហើយកុំអាយបងយូរចឹងណានេះទឹកម្ទេសនៅមែនតែនហ្នឹងហើយសម្រាប់ខ្ញុំមកក្តៅចឹងឆ្ងាញ់ណាបងប្អូនណាមួយយើងហេវដែរយើងហូបក្តៅនោះឆ្ងាញ់បងប្អូនឥឡូវនេះចាប់ដើមរៀបចំហូបឲ្យបងប្អូនហើយហ្នឹងហើយទៅនងមែនតែនឥឡូវនេះបងប្អូននេះនឹងកូននឹងគាត់ចាប់ដើមហូប2នាក់ចឹងណាហ្នឹងហើយខ្ញុំអ្នកចូលសលេងទេបងប្អូនតែមិនបានចូលសលេងទេហូបតាមក្រោយដែរទេបងប្អូនហ្នឹងហើយឥឡូវបងប្អូនហូបជាមួយទឹកតែយើងបងប្អូនហ្នឹងហើយទឹកចៅហមទឹកតែទេកុំច្រឡំថាអីគេផ្សេងចឹងណាហ្នឹងហើយទៅហូបមួយផិតជាមួយទឹកតែជាចឹងណាបងប្អូនហ្នឹងហើយជាដាក់ផិតជៀនយើងក្តៅជាមួយទឹកតែជាអែមស្រែមែនតែម្ដងហ្នឹងហើយឥឡូវនេះបងប្អូនពួកឲ្យសម្រាប់ពីការងារនៅផ្ទះហេវណាបងប្អូនហ្នឹងហើយហូបបាយហើយក៏នឹកឃើញចង់ហូបប្រហិតចឹងណាបងប្អូនហ្នឹងហើយក៏ចឹងក៏ជៀនហូបជុំគ្នាជាមួយប្រពន្ធមួយកូនតែម្ដងទៅដឹងហើយបងប្អូនឲ្យតែសម្រាប់នៅផ្ទះហេវចង់លេងតិចហ្នឹងហើយភាសាតែយើងសូវជាមានលុយអីបងប្អូនទេបងប្អូនហ្នឹងហើយបាត់ណាលុយដែរហ្នឹងបងប្អូនតែទៅបញ្ញាយើងហេវហើយហ្នឹងហើយហេវឲ្យតិចយូរមកហូបម្ដងទៅកុំឲ្យកូនមុខជូរអញ្ចឹងណាហ្នឹងហើយមករយៈនេះកូនឈឺកូនអីដែរខែក្តៅខែអីហ្នឹងបងប្អូនហ្នឹងហើយកុំភ្លេចថែទាំសុខភាពផងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយឈឺដោយសារខែក្តៅក្មេងឈឺខ្លះគ្រុនឈាមខ្លះអីចឹងទៅហ្នឹងហើយបងប្អូនកូនខ្ញុំទៅអត់ពីស្រោមដែរទេហ្នឹងហើយដោយសារតែឈាមសឡើងហ្នឹងហើយចឹងដាក់ស្រោមដែរអីទៅខ្លាចគ្រុនឈាមគ្រុនអីចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយជាចុងក្រោយក៏អរគុណដល់បងប្អូនជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត